មរបស់អ្នកត្រូវបានជ្រើសរើសសម្រាប់ការសិក្សាមានឈ្មោះថារស្មីដែលត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាលក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងក្រសួងបរិស្ថាននៃប្រទេសកម្ពុជាការសិក្សាលើទូទាំងប្រទេសនេះមានគោលបំណងស្វែងយល់ឲ្យកាន់តែច្បាស់អំពីជំងឺមួយចំនួនក្នុងប្រទេសកម្ពុជាដើម្បីជាប្រយោជន៍ក្នុងការការពារមនុស្សសត្វនិងបរិស្ថានរបស់យើងទៅពេលអនាគតនៅជុំវិញខ្លួនយើងមានពពួកអតិសខុមប្រាណជាច្រើនប្រភេទដែលយើងមិនអាចមើលឃើញដោយភ្នែកទទេប្រភេទខ្លះអាចជាមេរោគបង្កជំងឺដូចជាគ្រុនឈាមគ្រុនចាញ់ឬគ្រុនផ្ដាសាយមេរោគអាចឆ្លងតាមមូសខាំខ្យល់អាកាសទឹកដៃមិនស្អាតឬតាមការប៉ះពាល់ជាមួយសត្វដើម្បីការពារខ្លួនយើងត្រូវដឹងថាតើមេរោគណាខ្លះដែលយើងជួបញឹកញាប់ក្នុងជីវភាពប្រចាំថ្ងៃការសិក្សាស្រាវជ្រាវរស្មីនេះយើងនឹងទៅដល់ប្រមាណ 4000 ខ្នងផ្ទះនៅទូទាំង25ខេត្តក្រុងនៃប្រទេសកម្ពុជាគ្រួសាររបស់អ្នកត្រូវបានជ្រើសរើសដោយចៃដន្យដើម្បីចូលរួមក្នុងការសិក្សានេះបើអ្នកយល់ព្រមចូលរួមក្រុមការងារមកពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានឹងសូមជួសយកសំណាក់ឈាមបន្តិចពីសមាជិកគ្រួសារអ្នកដែលមានអាយុពី2ទៅ75ឆ្នាំនិងសូមសាកសួរសំណួរមួយចំនួនអំពីបរិស្ថាននិងជីវិតប្រចាំថ្ងៃរបស់អ្នកដើម្បីស្វែងយល់ថាតើមេរោគណាខ្លះដែលអ្នកប្រហែលជាធ្លាប់បានជួបប្រឈមក្នុងជីវិតរបស់អ្នកកន្លងមកនៅក្នុងគ្រួសារមួយចំនួនសំណាក់ពីសត្វនិងបរិស្ថានក៏ត្រូវប្រមូលយកដែរដើម្បីដឹងអំពីរបៀបដែលមេរោគឆ្លងនិងរីករាលដាលសូមបញ្ជាក់ថាការចូលរួមក្នុងការសិក្សាគឺដោយស្ម័គ្រចិត្តទាំងស្រុងអ្នកអាចសួរសំណួរផ្សេងៗទៅក្រុមការងារមុននឹងអ្នកសម្រេចចិត្តចូលរួមព័ត៌មានផ្ទាល់ខ្លួនដែលជាអត្តសញ្ញាណរបស់អ្នកនឹងត្រូវរក្សាជាការសម្ងាត់នៅចុងបញ្ចប់នៃការសិក្សាយើងនឹងត្រឡប់មកភូមិរបស់អ្នកវិញដើម្បីចែករំលែកអំពីលទ្ធផលទូទៅនៃការស្រាវជ្រាវដូចនេះគ្រប់គ្នាអាចយល់កាន់តែច្បាស់ថាតើធ្លាប់មានជំងឺណាខ្លះបានកើតឡើងក្នុងសហគមន៍របស់អ្នកនិងត្រូវអនុវត្តវិធីការពារអ្វីខ្លះសូមអរគុណដែលអ្នកបានចូលរួមលើកកម្ពស់សុខភាពប្រជាជនកម្ពុជា